សួរប្រិយមិត្តទាំងឡាយជាទីគោរពនិងជាទីរាប់អានបាទថ្ងៃនេះខ្ញុំបាទមកផ្ដិតយកគ្រប់ភាពនៅតាមដងផ្លូវជនបទបាទនេះគឺតាមដងផ្លូវពីគេហៅថានៅចុងភ្នោបាទចុងភ្នោនេះអាចធ្វើដំណើរឆ្ពោះទៅកាន់នៅភូមិតគុជចាស់បានហើយនឹងឬក៏រិស័យកាបបាទភូមិរិស័យកាបធំហ្នឹងក៏យើងធ្វើដំណើរទៅតាមនឹងបានដែរបាទមានចម្ងាយប្រមាណជាង10គីឡូម៉ែត្រតាមដងផ្លូវដានដែលរដ្ឋកំពុងតែវិនិយោគធំទូលាយឯខាងឆ្វេងដៃគឺមានព្រៃមួយយ៉ាងធំសម្រាប់វិជាកសិករយើងដឹកស្រូវដំណាំស្រូវតាមទូកក្តារក៏បានហើយតាមផ្លូវដានលើនេះគឺមានទទឹងប្រមាណជា4ម៉ែត្របងប្អូនអាចធ្វើដំណើរបានយ៉ាងងាយស្រួលបាទពីដំណើរនឹងយើងធ្វើពីពីម3តាំងសេងបាទពីពីម3តាំងសេងចំពោះទៅកាន់នៅខាងរិស័យកាបបាទឬក៏អ្នកតាសបាទយើងទៅអាចធ្វើផ្លូវកាត់ហ្នឹងធ្វើដំណើរគោចរតាមផ្លូវកាត់ហ្នឹងទៅការពិតទៅផ្លូវនឹងកំពុងតែរដ្ឋកសាងហើយនឹងប្រហែលជាជិត10ឆ្នាំហើយបាទប្រហែលជា9ឆ្នាំខាងមុខមិនកូវីដ19បាទហើយបងប្អូនក៏លេចមើលចោលទៅទេសភាពនៅទីនេះគឺហៅថានៅភូមិប្រចាំឃុំភូតំស្រុកចៅថៃនៃខេត្តសុកតាំងហើយការធ្វើដំណើរនៅទីនេះក៏ឆ្លងកាត់តាមស្ពានបាទស្ពានទទឹងជា3ម៉ែត្រជាងបន្តិច3ម៉ែត្រកន្លះបាទអាចធ្វើទៅហើយបងប្អូនក៏លេចមើលចុះតាមដងផ្លូវដាននឹងមានប្រជាកសិករយើងដាំស្រូវដាំស្មៅសម្រាប់អាហារដល់គោបាទហើយជាពិសេសនៅកន្លែងនេះគេហៅម៉ាណងហ្នឹងកន្លែងជាហាងកាហ្វេមួយដល់3មួយបាទសម្រាប់ឲ្យបងប្អូនមកថតរូបលេងហើយនឹងហូបកាហ្វេបាទនៅទីនេះគេហៅថាភូមិប្រចាំបាទភូមិប្រចាំនឹងចំណុះឃុំភូតំបាទនៅទីនេះក៏សម្បូរទៅដោយដើមដូងបាទហើយនឹងធ្វើស្រូវនឹង3រដូវក្នុងមួយឆ្នាំបាទនេះកន្លែងហើយបាទបងប្អូនទស្សនាមើលពីលើចុះនឹងគឺសម្បូរទៅដើមដូងបាទហើយផ្លូវដាននេះការធ្វើដំណើរត្រង់រហូតនឹងអាចឆ្ពោះទៅដល់អ្នកតាសបាទហើយផុតពីអ្នកតាសទៅនឹងទៅដល់ភូមិរិស័យកាបធំហើយនឹងតគុជបាទហើយរហូតក៏ដល់សាលាស្រុកចៅថាញ់បាទអាឡូ